កូនម្ដាយកូនមកពីណាទៅម៉ែពិតជាបារម្ភកូនខ្លាំងណាស់ណាដឹងដែរទេម៉ែគឺកូនបានធ្លាក់ចូលឋានប្រជង់នាគណាម៉ែកូនថាម៉េចតើមានរឿងអីកើតឡើងចំពោះកូននោះបានម៉ែរឿងគឺប្រណោះបានពោលរៀបរាប់រឿងរ៉ាវដែលបានកើតឡើងទាំងអស់ហើយគាត់ក៏បានពោលប្រាប់អំពីដួងកែវផងដែរម៉ែមិននឹកស្មានថាមានរឿងយ៉ាងនេះចំពោះកូនសោះមកកូនសម្រាប់សិនទៅណាកូននេះឆ្លោកដែលតែងតែលបតាមដានមិនទៅណានោះទេលោកឃើញថាប្រណោមប្រហែលបន្តិចកាលណាគាត់ក៏បានលបចូលទៅនិងលួចដួងកែវបានសម្រេចផងដែរបានហើយយើងសាកចោះទៅឋានប្រជង់នាគសិនទៅបាននេះឆ្លោកបានជោគដួងកែវនោះទៅដល់ប្រជង់នាគមួយរំពេចហើយគាត់ក៏បានសម្គាល់ឃើញថាអូហូព្រះអើយមើលចុះទីនេះពិតជាអស្ចារ្យខ្លាំងណាស់នេះឆ្លោកសម្លឹងមើលចុះឡើងក៏បានបន្តនិយាយថាត្រូវហើយបើខ្ញុំមិនយកវត្ថុដែលមានតម្លៃទាំងនេះទៅចាយវាយនៅឋានរបស់ខ្ញុំទេវាគួរឲ្យស្ដាយខ្លាំងណាស់និយាយហើយនេះឆ្លោកក៏បានប្រមូលយកវត្ថុដ៏មានតម្លៃមួយចំនួនរួចក៏បាននិយាយម្នាក់ឯងបន្តទៀតថាវាគួរឲ្យស្ដាយណាស់បើមិនបានដើរមើលបន្តិចទៀតនោះពិតមែនហើយដើរទៅងាយអីបានមកដល់ឋានប្រជង់នាគនោះនេះឆ្លោកនិយាយហើយគាត់ក៏បានដើរមើលគ្រប់ច្រកល្ហកជាមួយនឹងអារម្មណ៍អំណរជាពន់ពេកនិងមិនគិតព្រួយបារម្ភអ្វីឡើយចាំមើលណាបើយើងដើរមើលអស់នឹងយកបានរបស់ដែលមានតម្លៃហើយយើងនឹងអួតប្រាប់គេថាយើងជាមនុស្សអស្ចារ្យដែលអាចមកឋាននាគបាននេះឆ្លោកក្រោយយកបានមាសប្រាក់វត្ថុមានតម្លៃនិងយល់ថាបានដើរមើលគ្រប់សពអស់យ៉ាងនេះគាត់ក៏បានសម្រេចចិត្តថាទៅវិញហើយភ្លាមនោះមិនក៏ខ្ញុំប្រែคล้ายជាចាស់ជរាយ៉ាងនេះមិនអាចទេមែនហើយវេលានៅឋានប្រជង់នាគនិងឋានមនុស្សមិនដូចគ្នាឯណាដូច្នេះនេះឆ្លោកក៏បានប្រែជាចាស់ជរាខ្លាំងព្រមទាំងមិនអាចដើររួចផងទៀតអូយចុកឆ្អឹងចុកឆ្អែងណាតើធ្វើបែបណាអាចយកវត្ថុមានតម្លៃទាំងនេះទៅផ្ទះបានទៅឬមួយក៏ខ្ញុំត្រូវស្លាប់នៅទីនេះមែនទេធ្លងតើតាឯងមកពីឋានប្រជង់នាគមែនទេនឹងគឺមែនហើយរួចចុះមិនក៏តាឯងដឹងរឿងអីដែលថាមិនដឹងនោះព្រោះខ្ញុំក៏មានបទពិសោធន៍ដែរហើយនេះកំពុងតែស្ពេយទ្រព្យរបស់ទាំងអស់នោះមែនទេគឺមែនហើយថ្ងៃនោះគិតថាលួចពីតាឯងទៅឋានប្រជង់នាគដឹងអីយកបានមាសប្រាក់មកហើយក៏ចាស់ជរាបែបនេះតែម្ដងនឹងហើយព្រោះតាឯងរវល់តែភ្ញាក់ផ្អើលពេកភ្លេចមកវិញឥឡូវនេះគ្រប់យ៉ាងប្រែប្រួលអស់ទៅហើយដំបងគិតថានឹងឆាប់មកវិញដែរតែអ្នកណាទៅដឹងនោះអើយតាខ្ញុំស្ដាយណាស់តើវាមានប្រយោជន៍អីទៅដែលមានរបស់ល្អហើយបែរជាមិនអាចប្រើការកើតនោះមែនហើយមិនគួរណាខ្ញុំចុះទៅឋានប្រជង់នាគសោះឥឡូវស្ដាយណាស់បែរជាខ្ជះខ្ជាយពេលវេលារបស់ខ្លួនឯងនៅឯឋានមនុស្សអស់រលែងកាលនោះបើឯងខ្ចីខ្ញុំក៏មិនថាអីដែរឥឡូវឃើញទេមិនទាន់បានរីករាយនៅឋានខ្លួនឯងពេញបរិបូរណ៍ផងក៏ចាស់អស់ទៅហើយ
តែឯងមកចង់ចំអកដល់ណាទៀតមនុស្សកំពុងតែស្ដាយក្រោយនឹងហើយ សុំទោសណាខ្ញុំមិនមែនចំអកឲ្យតាឯងទេ ហើយនេះជាមេរៀនជីវិតមួយថាបើកាលណាមិនដឹងច្បាស់គួរក៏បីសួរគេជាមុនជៀសវាងស្ដាយក្រោយដូចជាខ្ញុំចឹង បានហើយមកខ្ញុំជូនតាឯងទៅផ្ទះ អើយទៅមិនរួចទេខ្ញុំប្រហែលជាអស់ជីវិតនៅក្នុងនេតិនេះហើយ មានកើតមានស្លាប់តាឆ្លូកគាត់ចាស់ណាស់ទៅហើយហេតុនេះគាត់ក៏បានអស់កម្លាំងសម្រាប់លងលក់ទៅបំភ្ញាក់ជារៀងរហូត តាអើយតាសូមតាទៅឲ្យបានសុខមុនខ្ញុំចុះមិនយូរទេខ្ញុំច្បាស់ជាទៅតាមតាជាមិនខាន ប្រណមក៏ដូចគ្នាគាត់ក៏អស់ជីវិតក្នុងកាលនោះហើយវិញ្ញាណរបស់គាត់ក៏បានទៅកើតជាមនុស្សម្នាក់ទៀត20ឆ្នាំក្រោយមក ខ្ញុំនេសាទខាងនោះចុះទីនោះច្បាស់ជាមានត្រីធំណាស់ ប្រណមនេសាទចោះនេសាទឡើងតែជាអកុសលនោះខ្យល់ក៏បានគួចបក់គាត់បណ្ដាលឲ្យគាត់មិនអាចទប់ខ្លួនជាប់នោះទេ តើមានរឿងអីអញ្ចេះ ប្រណមមិនអាចទប់ជាប់ទេទីបំផុតគាត់ក៏បានធ្លាក់ទឹកហើយនាងនេះជាថ្មីនោះក៏បានជួយសង្គ្រោះគាត់ដោយជាតិមុនម្ដងទៀតលោកដឹងខ្លួនមកលោកអស់អីហើយណាលើសំឡេងដល់ពីរោះនេះកាលណាប្រណមក៏ដឹងអាត្មាឡើងមកប្រណមឃើញហើយភ្ញាក់ផ្អើលនិងបានពោលសួរថា តើត្រង់ជា ខ្ញុំគឺជាព្រះនាងនេះ ថាម៉េចនេះខ្ញុំបានជួបរឿងដូចជាលោកតាខ្ញុំដែរមែនទេ តើបែបណាទៅវិញនោះ កាលនោះខ្ញុំកើតមិនទាន់លោកតាទេតែពុកជាអ្នកប្រាប់ពុកមានប្រសាសន៍ថាកាលនោះលោកតាខ្ញុំក៏ធ្លាប់មាននាងនាគជួយសង្គ្រោះគាត់ដែរ លោកមើលជូរតាហាក់ដូចជាលោកតាលោកណាស់ ត្រូវហើយពុកម៉ែក៏តែងតែនិយាយបែបហ្នឹងមករហូតហើយក៏ដាក់ឈ្មោះខ្ញុំថាប្រណំដូចជាលោកតាទៀតកាលនោះពុកសង្ស័យថាលោកតាចាប់ជាតិជាខ្ញុំទៀតផង គឺប៉ាត់ហើយលោកគឺជាលោកតាលោកនឹងហើយ ថាម៉េចតើត្រង់បានដឹងអីខ្លះពីខ្ញុំមែនទេ គឺប៉ាត់ជាដឹងលោកជាលោកតាលោកនឹងហើយក៏ជាលោកតាអមតៈដែរគ្រានោះសំឡេងស្ដេចនាគក៏បានពោលឡើង បុត្រីកុំមានបន្ទូលជាមួយអតីតម្ចាស់ស្នេហ៍ឲ្យសោះបើមិនអញ្ចឹងទេបុត្រមិនអាចមកឋានប្រជុំនាគវិញបានទេណា តែបិតាបុត្រពិតជារងចាំគាត់ច្រើនជាតិមកហើយណា តើបិតាពិតជាមិនអាចរារាំងស្នេហាបុត្របានទេមែនទេ សូមព្រះបិតាព្រះរាជទានទោសដល់បុត្រផង បានបើអញ្ចឹងបុត្រនៅឋានមនុស្សជាមួយបរោះនោះលុះអស់អាយុចុះត្រូវចាំណាបុត្រមិនមានសិលអ្វីទៀតទេហើយបុត្រក៏រស់ចាស់ជរាមានជំងឺដូចជាមនុស្សទូទៅផងដែរ ព្រះពោព្រះបិតាបុត្រត្រូវយល់ហើយអស់អាយុនៃឋានមនុស្សកាលណានោះបុត្រនឹងវិលទៅវិញហើយព្រះពោ បិតាសូមជូនពរបុត្រឲ្យមានសុភមង្គលរហូតតទៅចុះលាហើយណាបុត្រីជាទីស្រឡាញ់របស់បិតា សូមថ្វាយបង្គំលាបិតាសូមឲ្យទ្រង់មានសុខភាពល្អសូមថែរក្សាព្រះកាយផងណាព្រះពោ ព្រះនាងតើមុននេះព្រះនាងមានបន្ទូលថាទូលបង្គំជាអ្វីនឹងព្រះនាងដែរទៅក្រាបទូល ពួកចេះជាទីស្រឡាញ់នឹងគ្នាណាស់លោកចាំបានទេ ទូលបង្គំទៅទៅជួបទ្រង់លើកទី1ទេធ្វើម៉េចនឹងចាំថាទ្រង់ជានរណានោះក្រាបទូល មិនអីទេយូរទៅនឹងចាប់វិញហើយខ្ញុំសូមរស់នៅជាមួយលោកផងបានទេព្រោះខ្ញុំអត់មានសិលនឹងអាចត្រឡប់ទៅវិញបានទេ បាននេះជាកិត្តិយសធំណាស់សម្រាប់ទូលបង្គំសូមស្ដេចយាងក្រាបទូលទូលបង្គំនឹងសងគុណទ្រង់វិញឲ្យបានល្អជាទីបំផុត ចាលោក